បងប្អូនអាចឆ្ងល់ថារដ្ឋាភិបាលស្ងាត់ស្ងៀមអត់ធ្មត់ឥឡូវទៅជាឌឺដងរឿងស្ងាត់ស្ងៀមអត់ធ្មត់ដោយសារកន្លែងនេះមើលឃើញដោះមិនចេញកន្លែងនោះមិនចេញខ្ញុំសូមឲ្យបងប្អូនយល់អំពីអត្ថប្រយោជន៍របស់វាទី1រដ្ឋាភិបាលស្ងាត់តែមិនស្ងៀមទេយើងធ្វើសកម្មភាពទាំងអស់ដោយខ្ញុំរើសមិញហ្នឹងអភិក្រម2នេះសម្រេចបានមិនមែនដោយចៃដន្យទេគឺយើងធ្វើការងារសកម្មតម្រាំតបានបត់ឈប់បាញ់តម្រាំតបានជួប JBC RBC និយាយគ្នាតម្រាំតបានយើងមានក្រុងកិច្ចចរចាសន្តិភាពក្រោមអធិបតីភាពរបស់អាដាម Donald Trump មិនមែនជាការងារដែលយើងស្ងៀមឲ្យកើតមានទេគឺការខិតខំប្រឹកប្រែងទី2រដ្ឋាភិបាលស្ងាត់ស្ងៀមអញ្ចឹងប្រហែលជាបោះបង់លែងយកចិត្តទុកដាក់ប្រជាពលរដ្ឋឃើញតែគេជួយកងទ័ពឃើញអីរដ្ឋស្ងាត់ស្ងៀមទុកប្រជាជនទុកទ័ពចោលអត់ទេការទទួលខុសត្រូវរបស់រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់រាយនិយាយពីរដ្ឋាភិបាលគឺពីនាយករដ្ឋមន្ត្រីរហូតទៅដល់អភិបាលស្រុកមេឃុំរហូតទៅដល់កងកម្លាំងនៅកម្ពុជាយើងនៅជាមួយកងទ័ពជាមួយគ្រួសារទ័ពជាមួយប្រជាជនគ្រប់ទាំងអស់មិនថាអ្នកត្រឡប់មកពីថៃយើងខំប្រឹងរកការងារមិនទាន់បានទាំងអស់យើងខំប្រឹងភ្ជាប់ថែមទៀតឲ្យប្រជាពលរដ្ឋជនភៀសខ្លួនរាប់ម៉ឺននាក់កាលមុនរាប់សែននាក់យើងខំរៀបចំកន្លែងឲ្យព្យាបាលជំងឺអីផ្សេងនៅជាប់ជាប្រចាំគ្រួសារទ័ពដែលត្រូវចលះខ្លួនពីជាមុខមកយើងខិតខំរកកងទ័ពនៅជួរមុខដែលវិរៈកងទ័ពរបស់យើងដែរយើងធ្វើការងារជាប់ជាប្រចាំជួនប្រជាពលរដ្ឋរឿងដែលរងគ្រោះនៅប្រៃចាននិងជោគជ័យយើងបន្តជួយបែបបោះបង់គាត់ចោលទេជាអកុសលវាមានកើតហេតុប៉ះពាល់ប្រមាណគ្រួសារយើងមិនបោះបង់ការជួយនិងការខិតខំស្ដារឡើងវិញនោះទេប៉ុន្តែយើងទប់សភាពការដែលបើសិនជាយើងមិនស្រួលមិនមែនមានតែប្រមាណផ្ទះហ្នឹងទេពេញភូមិបាទប្រមាណភូមិហ្នឹងអាចនៅក្នុងអត់ផ្ទះរាប់ពាន់ខ្នងទៅអាចរៀលអ្នកប៉ោយប៉ែតនៅនឹងទៅរាល់ថ្ងៃអត់បើយើងធ្វើមិនទប់សភាពការបានខុសគ្នាតែប្រមាណគីឡូទេបើគ្រាប់ចាប់ផ្ដើមផ្លោងគ្មានអ្នកប៉ោយប៉ែតនៅនោះទេបាទនេះគឺជាការខិតខំគិតគូរទប់សភាពការកុំឲ្យវារីកសូមបងប្អូនយោគយល់យើងមិនបោះបងប្អូនប្រជាពលរដ្ឋចោលទេ